ក្នុងសន្និសីទសារព័ត៌មានពីវឌ្ឍនភាពបន្ថែមទៀតឆ្ពោះទៅការបញ្ចប់ជំងឺអេដលទ្ធផលសម្រេចបាននៃគោលដៅ95 និងទស្សនកិច្ចរបស់លោកស្រីវីនីបៃយ៉ានជីម៉ានៅព្រឹកថ្ងៃទី28 ខែឧសភាឆ្នាំ2025អាដាមទេសរដ្ឋមន្ត្រីអៀងមូលីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដមានប្រសាសន៍ថាការឆ្លើយតបនឹងមេរោគអេដត្រូវឈរលើសសរស្តម្ភ3គឺភាពជាអ្នកដឹកនាំឬភាពជាម្ចាស់ភាពជាដៃគូនឹងការវិនិយោគដែលរំលេចចេញពីគោលការណ៍ណែនាំជាយុទ្ធសាស្ត្រសំខាន់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិលើកទី6មានជាអាចការដឹកនាំនៅថ្នាក់ជាតិនិងសហគមន៍និងភាពជាម្ចាស់ការតម្រើមជាមួយគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនិងអាទិភាពជាតិការធានាចីរភាពកិច្ចសប្រតិបត្តិការবহুវិស័យអភិក្រមដែលផ្ដោតលើមនុស្សនិងសិលធម៌អន្តរាគមន៍ដែលផ្អែកលើផតតាងគណនេយ្យភាពនិងតម្លាភាពនេះជារបៀបដែលកម្ពុជានឹងឈានទៅសម្រេចគោលដៅក្នុងការបញ្ចប់ជំងឺអេដដែលជាការគិតកំហែងដល់សុខភាពសាធារណៈដែលមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋាភិបាលសង្គមស៊ីវិលសហគមន៍ការក្បាស់ក្រហមកម្ពុជានិងដៃគូអភិវឌ្ឍន៍និងដែលមានការគាំទ្រឥតឈប់ឈរពីសម្ដេចតេជោ ហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភានិងពីសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីការកណនាប៉ាំប្រមាណការរីករាលដាលមេរោគអេដនៅឆ្នាំ2025បញ្ជាក់សារជាថ្មីនៅកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាថាជាប្រទេសឈានមុខគេក្នុងពិភពលោកក្នុងការឆ្លើយតបនឹងមេរោគអេដយោងតាមការប៉ាំប្រមាណការរាលដាលនៃមេរោគអេដចំនួនអ្នកឆ្លងមេរោគអេដថ្មីបានថយចុះមកត្រឹម 1,200 នាក់ក្នុងឆ្នាំ2024ដែលជាការថយចុះ 45% ពីកម្រិតមូលដ្ឋាននៅឆ្នាំ2010និងជាការថយចុះជាង 90% ចាប់តាំងពីការឆ្លងរីករាលដាលនៃមេរោគច្រើនបំផុតនៅចុងទសវត្សរ៍ឆ្នាំ1990លើពីនេះទៀតការចម្លងមេរោគអេដពីម្ដាយទៅកូនបានធ្លាក់ចុះមកត្រឹម 6 កដកសញ្ញា 9% ក្នុងឆ្នាំ2024ដោយស្ត្រីមានផ្ទៃពោះជាង 97% នៃអ្នកផ្ទុកមេរោគអេដបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដដើម្បីបង្ការការចម្លងមេរោគអេដពីម្ដាយទៅកូនវឌ្ឍនភាពឆ្ពោះទៅគោលដៅព្យាបាលមេរោគអេដជាសកល 95 បានបន្តដោយ 92% នៃអ្នកផ្ទុកមេរោគអេដដែលបានដឹងពីស្ថានភាពរបស់ខ្លួននៅឆ្នាំ2024 100% នៃអ្នកផ្ទុកមេរោគអេដដែលបានដឹងពីស្ថានភាពរបស់ខ្លួនកំពុងស្ថិតក្នុងការព្យាបាលនិង 98% នៃអ្នកដែលកំពុងព្យាបាលមានបន្ទុកមេរោគអេដកម្រិតទាបទោះបីជាមានភាពជឿនលឿនទាំងនេះក៏ដោយក៏បញ្ហាប្រឈមនៅតែមានការឆ្លងថ្មីនៅតែមានកម្រិតខ្ពស់ក្នុងចំណោមប្រជាជនកលឹះរួមមានបរិសុទ្ធដែលរួមភេទជាមួយបរិសុទ្ធអ្នកបំផ្លាញភេទស្ត្រីក្នុងសេវាកំសាន្តនិងអ្នកដែលប្រើប្រាស់ចាក់គ្រឿងញៀនបច្ចុប្បន្ន 44% នៃករណីឆ្លងមេរោគអេដថ្មីគឺជាយុវវ័យដែលមានអាយុពី15ទៅ24ឆ្នាំនិន្នាការមួយគួរឲ្យព្រួយបារម្ភនេះបណ្ដាលមកពីការថយចុះចំណេះដឹងមូលដ្ឋានអំពីមេរោគអេដនៅក្នុងចំណោមយុវវ័យលោកស្រីភេត្រាស៊ីអុងពីននាយិកាអង្គការ UNAIDS ប្រចាំកម្ពុជាបានកោតសរសើរចំពោះសមិទ្ធផលរបស់កម្ពុជាដោយបានគូបញ្ជាក់ឲ្យមានការប្រុងប្រយ័ត្នអំពីផ្លូវឆ្ពោះទៅមុខដែលថាកំណត់ផ្លូវចុងក្រោយដើម្បីសម្រេចបានគោលដៅនឹងមិនងាយស្រួលនោះទេប៉ុន្តែវាស្ថិតនៅលើដៃរបស់កម្ពុជាតែរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់សេវាបង្ការមេរោគអេដរួមបញ្ចូលគ្នានៅគ្រប់កម្រិតនិងគ្រប់វិស័យនិងតាមរយៈការដោះស្រាយឧបសគ្គនានាដែលបណ្ដាលមកពីការមាក់ងាយនិងការរើសអើងចំពោះអ្នករស់នៅជាមួយមេរោគអេដអ្នករងផលប៉ះពាល់ឬអ្នកប្រឈមនឹងមេរោគអេដកម្ពុជាអាចសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួននិងធ្វើជាគំរូសម្រាប់តំបន់និងពិភពលោកលោកសាស្ត្រាជំនួយអុកវិជានាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដនិងសើស្បែកនៅកាមេរុងបានកត់សម្គាល់ពីសារៈសំខាន់នៃសន្ទុះដែលនាំឲ្យមានការឆ្លើយតបប្រកបដោយចីរភាពថាវឌ្ឍនភាពដែលយើងឃើញគឺជាលទ្ធផលនៃការបដិញ្ញាចិត្តនិងភាពជាដៃគូដ៏រឹងមាំរបស់កម្ពុជាដើម្បីសម្រេចបាននូវគោលដៅផែនការយុទ្ធសាស្ត្រជាតិទី6ដែលកំណត់ថាការឆ្លងថ្មីនៃមេរោគអេដធ្លាក់តិចជាង200ករណីក្នុងមួយឆ្នាំនៅឆ្នាំ2028យើងត្រូវពន្លឿនការបង្ការពង្រឹងប្រព័ន្ធទិន្នន័យនិងវិនិយោគបន្ថែមទៀតដើម្បីឈានទៅធ្វើអន្តរាគមន៍ដល់ប្រជាជនកលឹះដែលនៅសេសសល់គោលនយោបាយជាតិបញ្ចប់អេដនិងចីរភាពកម្មវិធីមេរោគអេដសម្រាប់ឆ្នាំ2023-2028របស់រដ្ឋាភិបាលកម្ពុជាបានកំណត់ផែនទីបង្ហាញផ្លូវច្បាស់លាស់ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ